មហាជនចាំមើលតាសមត្ថកិច្ចកំពូលខេត្តបាត់ដំបងហ៊ានវេចមុខមេឈ្មោះម្ចាស់ឡានដឹកបារីកិច្ចពន្ធជិត100ប៊ិញមកផ្ដន្ទាទោសដែរឬទេខេត្តបាត់ដំបងសកម្មភាពរត់ពន្ធបារីកិច្ចពន្ធតាមបន្ទាត់ព្រំដែននៅតែជារឿងរ៉ាវដ៏រសើមនិងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិជាក់ស្ដែងកាលពីវេលាម៉ោងជាង4ទៀបភ្លឺឈានចូលថ្ងៃទី22ខែមិថុនាឆ្នាំ2026នេះកម្លាំងសមត្ថកិច្ចចម្រុះនៅក្នុងស្រុកភ្នំព្រឹងបានសហការគ្នាយ៉ាងក្តៅគគុងស្ទាក់បង្ក្រាបបានករណីដឹកជញ្ជូនបារីកិច្ចពន្ធដ៏ធំមួយកន្លែងស្ថិតនៅក្នុងភូមិចំការត្រំឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹកខេត្តបាត់ដំបងខណៈដែលក្រុមឈ្មួញប្រហើនងងឹតភ្នែកព្រោះតែលុយបំរុងលួចលាក់នាំឆ្លងដែនទៅកាន់ប្រទេសថៃតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាប្រតិបត្តិការបង្ក្រាបបទល្មើសសេដ្ឋកិច្ចឆ្លងដែនដ៏ធំនេះធ្វើឡើងក្រោមការចូលរួមសហការយ៉ាងម៉ឺងម៉ាន់និងស្វាហាប់ពី1កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកភ្នំព្រឹង2កម្លាំងយោធាវីរៈសេនាតូចលេខ551 3កម្លាំងនគរបាលវីរៈសេនាតូចការពារព្រំដែនគោកលេខ817ជាលទ្ធផលនៅក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវនិងស្ទាក់ចាប់នេះសមត្ថកិច្ចចម្រុះបានដកហូតនៅវត្ថុតាំងជាក់ស្ដែងរួមមានបារីកិច្ចពន្ធចំនួនជិត100ប៊ិញជិត100កេសធំមធ្យោបាយដឹកជញ្ជូនរថយន្តមួយគ្រឿងម៉ាក Toyota ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ PAD 4463ដែលក្រុមឈ្មួញប្រើប្រាស់សម្រាប់ធ្វើសកម្មភាពយ៉ាងសកម្មបច្ចុប្បន្នវត្ថុតាំងទាំងអស់ត្រូវបានបែងចែករក្សាទុកជាបណ្ដោះអាសន្នដើម្បីបន្តនីតិវិធីរួមមានកម្លាំងនគរបាលវីរៈសេនាតូចការពារព្រំដែនគោកលេខ817រក្សាទុកចំនួន22ប៊ិញចំណែកកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកភ្នំព្រឹងរក្សាទុកចំនួន46ប៊ិញរួមទាំងរថយន្តមួយគ្រឿងខាងលើនេះមហាជនរីគុណធ្ងន់ធ្ងរនិងទទូចសុំឲ្យមានការវេចមុខរកមេខ្លោងកុំឲ្យស្ងាត់ជុំវិញករណីបង្ក្រាបបានតែឡាននិងអីវ៉ាន់តែបាត់ស្រមោលតែកងឡាននិងមេឈ្មួញនេះបានធ្វើឲ្យមហាជននិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់ក្រុមស្វែងរកលៀបសក្ការៈខុសច្បាប់ទាំងនេះពួកគេបានលើកឡើងថាកន្លងមកមានក្រុមឈ្មួញទុច្ចរិតមួយចំនួនតូចតែងតែឆ្លៀតឱកាសប្រើប្រាស់តែកងឡានឈ្នួលឲ្យរត់ការដឹកទំនិញកិច្ចពន្ធជាពិសេសគឺបារីនៅតាមបន្ទាត់ព្រំដែនទង្វើនេះមិនត្រឹមតែជាការរំលោភច្បាប់និងធ្វើឲ្យបាត់បង់ចំណូលថវិកាចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេប៉ុន្តែវាគឺជាការដើរផ្កើនយ៉ាងប្រហើនទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាន់របស់ប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផងដែរការរិះគន់ក្នុងន័យស្ថាបនាបានចោទសួរថាតើតែកងឡានដឹកទំនិញកិច្ចពន្ធដ៏ធំបើកបរលើផ្លូវសាធារណៈទាំងយំអាចរត់រួចពីភ្នែកសមត្ថកិច្ចជំនាញរហូតដល់ព្រំដែនដោយរបៀបណាបើគ្មានការបាក់ដៃឬខ្សែញាក់ពីមេឈ្មួញដែលមានអំណាចនៅពីក្រោយខ្នងនោះហេតុដូច្នេះហើយទើបមហាជនបានគោរពស្នើសុំយ៉ាងទទូចដល់ឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងគោរពស្នើសុំលោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងព្រមទាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់មេត្តាបើកការស៊ើបអង្កេតស៊ីជម្រៅមួយដោយប្រើប្រាស់នៅវិធានការជំនាញឆែកប្រវត្តិម្ចាស់រថយន្តស្លាកលេខភ្នំពេញ PAD 4463ដើម្បីវេចមុខស្វែងរកអត្តសញ្ញាណពិតប្រាកដរបស់មេឈ្មួញធំនិងតែកងឡានដែលកំពុងរត់គេចខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមានប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថាការចាប់បានតែសម្បកឡាននិងវត្ថុតាងហើយទុកឲ្យមេខ្លោងនៅក្រៅសំណាញ់ច្បាប់នេះវាមិនមែនជាដំណោះស្រាយឡើយព្រោះមិនយូរមិនឆាប់ក្រុមឈ្មួញទាំងនោះប្រកាសជាទិញឡានថ្មីជួលតែកង់ថ្មីដើម្បីបន្តធ្វើសកម្មភាពដដាលជាដដាលជាក់ជាមិនខានឡើយដូច្នេះមានតែការបង្ហាញមុខមេឈ្មួញជាសាធារណៈនិងការអនុវត្តច្បាប់ដោយគ្មានការលើកលែងទេទើបអាចធានានូវតម្លាភាពនិងភាពស័ក្តិសិទ្ធិនៃច្បាប់បានបច្ចុប្បន្នករណីនេះកំពុងស្ថិតនៅក្នុងចំណាត់ការបន្តតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងពីសំណាក់សមត្ថកិច្ចអង្គភាពព័ត៌មានយើងខ្ញុំនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងធ្វើបច្ចុប្បន្នភាពព័ត៌មានបន្ថែមទៀតជុំវិញអត្តសញ្ញាណម្ចាស់ឡាននិងមេឈ្មួញនៅពីក្រោយខ្នងប្រសិនបើមានការបំភ្លឺឬរបាយការណ៍ផ្លូវការណាមួយពីសមត្ថកិច្ចជំនាញពាក់ព័ន្ធសម្រួលអត្ថបទដោយលោកមុតចត្រាហៅប្រមាញ់ជ័យដែន